ព្រះអង្គម្ចាស់ជូទីគឺជាកូនប្រុសទី4របស់អធិរាជជូយិនចាងដែលជាស្ថាបនិករាជវង្សមីងប៉ុន្តែបន្ទាប់ពីអធិរាជជូយិនចាងសោយទីវង្គតនៅក្នុងឆ្នាំ1398រាជបល្ល័ង្កមិនបានធ្លាក់ទៅកាន់ជូយទីទេវាបានបន្តទៅកាន់ចៅប្រុសរបស់ព្រះអង្គគឺជូយិនវិនដែលជាក្មួយប្រុសរបស់ជូទីហើយមិនយូរប៉ុន្មានចំនួនរវាងពូនិងក្មួយនឹងប្រែក្លាយទៅជាសង្គ្រាមដែលអាចផ្លាស់ប្ដូរអនាគតរាជវង្សមីងទាំងមូលតើហេតុអ្វីបានជាជូទីមិនមែនជាអ្នកស្នងរាជអាចឡើងកាន់រាជបល្ល័ង្កបាននៅថ្ងៃទី24ខែមិថុនាឆ្នាំ1398អធិរាជជូយិនចាងបានសោយទីវង្គតនៅទីក្រុងណានជីង6ថ្ងៃក្រោយមកគឺនៅថ្ងៃទី30ខែមិថុនាឆ្នាំ1398ចៅប្រុសរបស់ព្រះអង្គគឺជូយិនវិនបានឡើងសោយរាជបន្តពីព្រះអង្គដែលមានឈ្មោះថាអធិរាជជាងវិននៅពេលនោះព្រះអង្គមានព្រះជន្មប្រហែល21ឆ្នាំប៉ុន្តែហេតុអ្វីបានជាចៅប្រុសឡើងស្នងរាជខណៈកូនប្រុសរបស់អធិរាជហុងអ៊ូនៅរស់ច្រើនអង្គមូលហេតុគឺខ្សែស្នងរាជឪពុករបស់ជូយិនវិនគឺជូពីវជាព្រះរាជបុត្រច្បងរបស់អធិរាជជូយិនចាងនិងជាអ្នកស្នងរាជដែលបានកំណត់ទុកប៉ុន្តែជូពីវបានទទួលមរណភាពនៅឆ្នាំ1392មុនពេលឡើងសោយរាជក្រោយពីការស្លាប់របស់ជូពីវអធិរាជជូយិនចាងមិនបានបដូរខ្សែស្នងរាជទៅកូនប្រុសផ្សេងទេព្រះអង្គបានរក្សាខ្សែស្នងរាជតាមរាជបុត្រច្បងហើយនៅថ្ងៃទី28ខែកញ្ញាឆ្នាំ1392ជូយិនវិនត្រូវបានតែងតាំងជាអ្នកស្នងរាជដូច្នេះនៅពេលអធិរាជជូយិនចាងសោយទីវង្គតនៅក្នុងឆ្នាំ1398ជូយិនវិនបានឡើងសោយរាជជាអធិរាជជាងវិនប៉ុន្តែអធិរាជវ័យក្មេងរូបនេះបានទទួលរាជបល្ល័ង្កដែលមានបញ្ហាធំមួយកំពុងរងចាំគេចាប់តាំងពីឆ្នាំ1370អធិរាជហុងអ៊ូបានតែងតាំងកូនប្រុសរបស់ព្រះអង្គជាច្រើនអង្គជាព្រះអង្គម្ចាស់ហើយបានផ្ដល់តំបន់សំខាន់ៗជាពិសេសតំបន់ព្រំដែនភាគខាងជើងព្រះអង្គម្ចាស់ទាំងនោះមានឋានៈខ្ពង់ខ្ពស់ក្នុងរាជវង្សហើយមួយចំនួនក៏មានបទពិសោធន៍សង្គ្រាមនិងមានកងកម្លាំងនៅតំបន់របស់ខ្លួនដែរក្នុងចំណោមព្រះអង្គម្ចាស់ទាំងអស់មានព្រះអង្គម្ចាស់ម្នាក់ដែលមានឥទ្ធិពលខ្លាំងពិសេសគឺជូទីគាត់គឺជាព្រះអង្គម្ចាស់យាននិងមានមូលដ្ឋាននៅប៉ៃភីងដែលជាតំបន់សំខាន់នៅភាគខាងជើងជូទីបានរស់នៅប៉ៃភីងចាប់តាំងពីឆ្នាំ1380ហើយបានចូលរួមសង្គ្រាមជាច្រើនប្រឆាំងនឹងកងកម្លាំងម៉ុងហ្គោលដូច្នេះនៅពេលអធិរាជជើងវិនឡើងសោយរាជព្រះអង្គមិនត្រឹមតែគ្រប់គ្រងរាជវាំងទេព្រះអង្គត្រូវគ្រប់គ្រងព្រះអង្គម្ចាស់ជាច្រើនដែលជាពូរបស់ខ្លួនហើយខ្លះមានឋានៈនិងបទពិសោធន៍សង្គ្រាមនិងកងទ័ពជាច្រើននេះជាមូលហេតុដែលអធិរាជជើងវិននិងទីប្រឹក្សារបស់ព្រះអង្គចាប់ផ្ដើមយុទ្ធសាស្ត្រការកាត់បន្ថយអំណាចរបស់ព្រះអង្គម្ចាស់រាជវាំងមិនបានចាប់ផ្ដើមដោយប្រឈមមុខនឹងជូទីភ្លាមៗទេព្រះអង្គម្ចាស់មួយចំនួនត្រូវបានដកអំណាចឬបាត់បង់កងទ័ពរបស់ខ្លួនជាបន្តបន្ទាប់ប៉ុន្តែយុទ្ធសាស្ត្រទាំងនេះបានធ្វើឲ្យព្រះអង្គម្ចាស់ផ្សេងទៀតមានការព្រួយបារម្ភព្រោះបើរាជវាំងអាចដកអំណាចពីព្រះអង្គម្ចាស់ម្នាក់បាននោះព្រះអង្គម្ចាស់ផ្សេងទៀតក៏អាចក្លាយទៅជាគោលដៅបន្ទាប់ហើយសម្រាប់ព្រះអង្គម្ចាស់ជូទីបញ្ហាគឺកាន់តែធ្ងន់ព្រោះគាត់មានមូលដ្ឋាននៅប៉ៃភីងនិងមានទំនាក់ទំនងជាមួយនឹងកងទ័ពភាគខាងជើងនៅទីបំផុតនៅក្នុងឆ្នាំ1399ជូទីបានសម្រេចចិត្តលើកទ័ពប្រឆាំងនឹងរាជវាំងប៉ុន្តែគាត់មិនបានប្រកាសថាខ្ញុំចង់ដណ្ដើមរាជបល្ល័ង្កទេគាត់បានប្រើពាក្យថាជាងណានដើម្បីពណ៌នាសកម្មភាពរបស់ខ្លួនដោយអះអាងថាគាត់កំពុងកម្ចាត់មន្ត្រីដែលមានឥទ្ធិពលលើអធិរាជជើងវិននិងស្ដារសណ្ដាប់ធ្នាប់ក្នុងរាជវាំងឡើងវិញប៉ុន្តែនៅលើសមរភូមិការពិតគឺច្បាស់កងទ័ពរបស់ជូទីកំពុងប្រយុទ្ធជាមួយនឹងកងទ័ពស្មោះត្រង់របស់អធិរាជជើងវិនសង្គ្រាមនេះត្រូវបានគេស្គាល់ថាសង្គ្រាមជាងណានហើយបានអស់បន្លាយពេលអស់រយៈពេល3ឆ្នាំចាប់តាំងពីឆ្នាំ1399ដល់ឆ្នាំ1402នៅដើមសង្គ្រាមជូទីមិនមែនជាភាគីដែលមានកងទ័ពច្រើនជាងទេរាជវាំងមានកងទ័ពនិងមូលដ្ឋានតំបន់ផ្សេងៗជាច្រើនចំណែកជូទីមានកម្លាំងស្នូលនៅភាគខាងជើងប៉ុណ្ណោះប៉ុន្តែគាត់មានប្រយោជន៍មួយគឺបទពិសោធន៍សង្គ្រាមគាត់ធ្លាប់ដឹកនាំសង្គ្រាមប្រឆាំងនឹងកងកម្លាំងម៉ុងហ្គោលហើយស្គាល់ទាំងភូមិសាស្ត្រនិងបណ្ដាញកងទ័ពនៅភាគខាងជើងហើយមុនពេលបះបោរប្រហែល3ខែជូទីបានវាយប្រហារតានីងដែលជាតំបន់កងទ័ពរបស់ព្រះអង្គម្ចាស់នីងកម្លាំងមួយចំនួននៅទីនោះរួមទាំងកម្លាំងដែលមានប្រភពពីម៉ុងហ្គោលបានចូលរួមជាមួយនឹងជូទីហើយជួយពង្រឹងកម្លាំងរបស់គាត់បន្ទាប់មកសង្គ្រាមបានចាប់ផ្ដើមយ៉ាងពេញទំហឹងរាជវាំងបានបញ្ជូនកងទ័ពទៅភាគខាងជើងដើម្បីបង្ក្រាបព្រះអង្គម្ចាស់ជូទីនៅដំណាក់កាលដំបូងកងទ័ពរបស់រាជវាំងស្ថិតក្រោមការដឹកនាំរបស់កឹងពីងវិនប៉ុន្តែក្រោយមកអធិរាជជើងវិនបានជំនួសគាត់ដោយលីជីងឡុងដែលត្រូវបានប្រគល់ភារកិច្ចដឹកនាំកងទ័ពធំប្រឆាំងនឹងព្រះអង្គម្ចាស់ជូទីទោះបីជារាជវាំងមានកងទ័ពច្រើនជាងក៏ដោយសង្គ្រាមមិនបានបញ្ចប់ឆាប់រហ័សទេព្រះអង្គម្ចាស់ជូទី
បានរក្សាកម្លាំងស្នូលរបស់ខ្លួនហើយបន្តប្រយុទ្ធនៅភាគខាងជើងសង្គ្រាមបានអូសបន្លាយពេលជាច្រើនឆ្នាំហើយការប្រយុទ្ធបានធ្វើឲ្យតំបន់ភាគខាងជើងមានការខូចខាតយ៉ាងធ្ងន់ធ្ងរប៉ុន្តែព្រះអង្គម្ចាស់ជូទីមិនអាចប្រយុទ្ធនៅភាគខាងជើងរហូតបានទេនៅដំណាក់កាលចុងក្រោយគាត់បានបដូរទិសដៅជំនួសដោយការបន្តប្រយុទ្ធដើម្បីការពារប៉ៃភីងគាត់បានណែនាំកងទ័ពឆ្ពោះទៅភាគខាងត្បូងគោលដៅគឺមិនមែនទីក្រុងធម្មតាមួយទៀតទេគឺទីក្រុងណានជីងដែលជាតំបន់អំណាចរបស់រាជវាំងមីងប្រសិនបើណានជីងដួលរលំនោះអធិរាជជ័ងវិននឹងបាត់បង់មជ្ឈមណ្ឌលអំណាចរបស់ខ្លួនហើយនៅឆ្នាំ1402កងទ័ពរបស់ជូទីបានឈានទៅដល់ណានជីងនៅខែមិថុនាឆ្នាំ1402ណានជីងត្រូវបានកាន់កាប់ដោយកងទ័ពរបស់ជូទីជាមួយនឹងការដួលរលំរាជធានីរជ្ជកាលរបស់អធិរាជជ័ងវិនក៏ត្រូវបានបញ្ចប់ប៉ុន្តែមានអាចកំបាំងមួយដែលនៅសល់តើអធិរាជជ័ងវិនទៅណានៅពេលដែលកងទ័ពរបស់ព្រះអង្គម្ចាស់ជូទីចូលរាជវាំងកំពុងមានភ្លើងឆេះជាខ្លាំងបន្ទាប់ពីនោះអធិរាជជ័ងវិនបានបាត់ខ្លួនហើយគ្មានសាកសពដែលអាចបញ្ជាក់បានយ៉ាងច្បាស់ថាជាព្រះអង្គហេតុនេះហើយទើបមានការសន្មតជាច្រើនអ្នកខ្លះជឿថាអធិរាជជ័ងវិនបានស្លាប់ក្នុងភ្លើងអ្នកខ្លះទៀតជឿថាព្រះអង្គបានរត់គេចចេញពីរាជវាំងហើយរស់នៅដោយលាក់ខ្លួនរហូតមកដល់សព្វថ្ងៃជោគវាសនាពិតប្រាកដរបស់អធិរាជជ័ងវិននៅតែមិនអាចបញ្ជាក់បានយ៉ាងច្បាស់ប៉ុន្តែអ្វីដែលយើងដឹងច្បាស់គឺនៅឆ្នាំ1402ព្រះអង្គម្ចាស់ជូទីបានកាន់កាប់ទីក្រុងណានជីងនិងបានក្លាយទៅជាអ្នកកាន់អំណាចថ្មីរបស់រាជវង្សមីងហើយនៅទីនោះព្រះអង្គម្ចាស់ជូទីត្រូវប្រឈមមុខនឹងបញ្ហាថ្មីមួយទៀតតើគាត់ជាអធិរាជស្របច្បាប់ឬក៏ជាអ្នកដណ្ដើមរាជពីក្មួយរបស់ខ្លួនព្រោះព្រះអង្គម្ចាស់ជូទីមិនមែនជាអ្នកស្នងរាជដែលត្រូវបានកំណត់ទេគាត់ត្រូវបានឡើងកាន់អំណាចតាមរយៈសង្គ្រាមដូច្នេះបន្ទាប់ពីឈ្នះសង្គ្រាមលើសមរភូមិគាត់ត្រូវឈ្នះលើសមរភូមិនយោបាយនិងប្រវត្តិសាស្ត្រផងដែរព្រះអង្គម្ចាស់ជូទីបានបង្ហាញសង្គ្រាមថាគាត់ជាអ្នកកម្ចាត់មន្ត្រីដែលនាំអធិរាជជ័ងវិនទៅដើរផ្លូវខុសនិងជាការស្ដារសណ្ដាប់ធ្នាប់ក្នុងរាជវាំងឡើងវិញរាជការថ្មីក៏ត្រូវបានរៀបចំនិងកែសម្រួលកំណត់ត្រាប្រវត្តិសាស្ត្រដើម្បីគ្រប់គ្រងការបញ្យលនេះនិងភាពស្របច្បាប់របស់អធិរាជថ្មីនៅឆ្នាំ1402ជូទីបានឡើងសោយរាជ្យបន្ទាប់ពីនោះរជ្ជកាលត្រូវបានបដូរឈ្មោះថាយ៉ុងឡឺត្រូវបានប្រើប្រាស់រជ្ជកាលដែលបានចាប់ផ្ដើមពីឆ្នាំ1403ប៉ុន្តែព្រះអង្គម្ចាស់ជូទីមិនបានភ្លេចប៉ៃភីងដែលធ្លាប់ជាមូលដ្ឋានអំណាចរបស់គាត់ទេនៅឆ្នាំ1403ប៉ៃភីងត្រូវបានបដូរឈ្មោះជាប៉ៃជីងឬរាជធានីខាងជើងក្រោមការគ្រប់គ្រងរបស់អធិរាជយ៉ុងឡឺទីក្រុងនេះត្រូវបានអភិវឌ្ឍនិងសាងសង់យ៉ាងធំទីបំផុតនៅក្នុងឆ្នាំ1421រាជធានីរបស់រាជវង្សមីងត្រូវបានផ្លាស់ប្ដូរពីណានជីងទៅកាន់ប៉ៃជីងហើយនេះគឺជាការចាប់ផ្ដើមនៃសម័យថ្មីមួយទៀតរជ្ជកាលយ៉ុងឡឺមិនត្រឹមតែពង្រឹងអំណាចនៅក្នុងប្រទេសទេព្រះអង្គបានដឹកនាំកងទ័ពប្រឆាំងនឹងកងកម្លាំងម៉ុងហ្គោលនៅភាគខាងជើងពង្រឹងរដ្ឋបាលនិងអនុវត្តគម្រោងសំណង់ដ៏ធំនៅឆ្នាំ1405ព្រះអង្គក៏បានបញ្ជូនមេទ័ពជើងទឹកម្នាក់ឈ្មោះថាចឹងហឺដោយដឹកនាំកងទ័ពនាវាធំៗចេញដំណើរតាមសមុទ្រការធ្វើដំណើរទាំងនេះបាននាំកងនាវារាជវង្សមីងទៅកាន់តំបន់ជាច្រើននៅអាស៊ីអាគ្នេយ៍ឥណ្ឌានិងតំបន់ឆ្ងាយៗទៀតហើយក៏បានមកដល់ទីក្រុងអង្គរយើងដែរដែលពេលនោះគឺរាជវង្សមីងហៅយើងថាចេនឡាដូច្នេះបរិះដែលបានចាប់ផ្ដើមជាព្រះអង្គម្ចាស់យាននៅប៉ៃភីងបានលើកទ័ពប្រឆាំងនឹងក្មួយប្រុសរបស់ខ្លួននៅក្នុងឆ្នាំ1399បានប្រយុទ្ធអស់ជិត4ឆ្នាំហើយបានកាន់កាប់ណានជីងនៅក្នុងឆ្នាំ1402ទីបំផុតបានក្លាយទៅជាអធិរាជយ៉ុងឡឺអធិរាជដែលនឹងដឹកនាំរាជវង្សមីងឈានទៅដល់ដំណាក់កាលដ៏មានឥទ្ធិពលមួយក្នុងប្រវត្តិសាស្ត្រចិននេះហើយគឺជារឿងរបស់ព្រះអង្គម្ចាស់ជូទីពីព្រះអង្គម្ចាស់យានទៅជាអធិរាជយ៉ុងឡឺ